បាទសូមជម្រាបសួរបងប្អូនជាទីគោរពបាទសូមស្វាគមន៍មកកាន់ Channel Skill Up KA បាទថ្ងៃនេះយើងនឹងមានមេរៀនមួយពាក់ព័ន្ធទៅនឹងរបាយការណ៍ប្រាក់ចំណូលបាទអញ្ចឹងយើងចូលដល់មេរៀនយើងតែម្ដងតើអ្វីទៅជារបាយការណ៍ប្រាក់ចំណូលនិយមន័យរបាយការណ៍ប្រាក់ចំណូលគឺជាការកត់ត្រាអំពីការចំណាយចំណូលខាតនិងចំណេញសម្រាប់ប្រតិបត្តិការក្រុមហ៊ុនជារៀងរាល់ខែរបាយការណ៍ប្រាក់ចំណូលមានសារៈសំខាន់ជួយឲ្យសហគ្រិនដឹងអំពីស្ថានភាពហិរញ្ញវត្ថុពិតប្រាកដនិងធ្វើឲ្យការសម្រេចចិត្តបានត្រឹមត្រូវបំផុតសម្រាប់អាជីវកម្មបាទជាបន្តយើងចូលទៅដល់រចនាសម្ព័ន្ធនៃរបាយការណ៍រចនាសម្ព័ន្ធនៃរបាយការណ៍ចំណុចបរិយាយយើងមានប្រាក់ចំណូលថ្លៃដើមទំនិញចំណេញសរុបការចំណាយផ្សេងៗប្រាក់ចំណេញសុទ្ធដែលប្រាក់ចំណូលខ្ញុំតាំងដោយគិតជាទឹកប្រាក់ខ្ញុំតាំងដោយ A ហើយថ្លៃដើមទំនិញខ្ញុំតាំងដោយ B ហើយប្រាក់ចំណេញសរុបយើងយក A ដក B ស្មើនឹង C ហើយចំណាយផ្សេងៗយើងតាំងដោយ D ដូច្នេះប្រាក់ចំណេញសុទ្ធគឺស្មើនឹង C ដក D បាទអញ្ចឹងយើងនឹងឃើញប្រាក់ចំណេញសុទ្ធនៅកន្លែងចំណុចនេះបាទជាបន្តទៀតយើងចូលទៅដល់រូបមន្តសម្រាប់អ្នករកស៊ីសម្រាប់រូបមន្តគឺប្រាក់ចំណូល revenue ដកប្រាក់ចំណាយ expense ស្មើនឹង profit ប្រាក់ចំណេញបាទចំណេញកើតឡើងបានលុះត្រាតែចំណូលធំជាងចំណាយបាទនេះគឺជាសម័យកាលនៅក្នុងការរកស៊ីយើងត្រូវឲ្យចំណូលធំជាងចំណាយបានការរកស៊ីរបស់យើងនឹងអាចចំណេញអាចដាក់បានយូរបាទអញ្ចឹងយើងចូលដល់ចំណុចមួយទៀតគឺករណីសិក្សាហាងកាត់សក់បតតារាការប៉ាន់ប្រមាណក្នុងចំណុចនេះផងដែរខ្ញុំនឹងលើកយកករណីសិក្សានេះដើម្បីជាទូទៅឲ្យបងប្អូនហើយនៅភាគទី2ខ្ញុំនឹងមានជាឧទាហរណ៍ជាក់ស្ដែងអំពីហាងរបស់គាត់បាទឥឡូវខ្ញុំចូលដល់ចំណុចរបស់គាត់តែម្ដងការប៉ាន់ប្រមាណថ្លៃកាត់សក់ក្នុងម្នាក់គាត់យក$1សមត្ថភាពកាត់សក់របស់គាត់គឺ20នាក់ក្នុងមួយថ្ងៃការប៉ាន់ស្មានសប្តាហ៍ទី1ពី5ទៅ7នាក់នៅក្នុងមួយថ្ងៃការវិភាគចំណាយប្រចាំខែចំណាយប្រចាំខែរបស់គាត់គឺមានជួលហាង$50ក្នុងមួយខែទឹកភ្លើង$20ក្នុងមួយខែការធ្វើដំណើរ$1.5ក្នុងមួយថ្ងៃប្រាក់ខែខ្លួនឯងគាត់គិត0.80នៅក្នុង1ម៉ោងបាទចំពោះទទួលខុសត្រូវរបស់ហិរញ្ញវត្ថុមានន័យថាហិរញ្ញវត្ថុដែលទទួលខុសត្រូវគឺកាតព្វកិច្ចបំណុលគាត់ខ្ចីពីធនាគារចំនួន$1000ដើម្បីមកបើកហាងហ្នឹងការបង់ការប្រាក់នឹងដើមគឺបូកចូលគ្នាគឺ5%នៅក្នុងមួយខែហើយត្រូវបង់ជារៀងរាល់ខែទោះបីប្រាក់ចំណូលបានឬមិនបានក៏ដោយចំណុចនេះបាទហើយម៉ោងប្រតិបត្តិការធ្វើការចំនួន6ថ្ងៃក្នុងមួយសប្តាហ៍ធ្វើការ10ម៉ោងក្នុងមួយថ្ងៃសរុបគឺ240ម៉ោងនៅក្នុងមួយខែបាទជាបន្តទៀតយើងចូលដល់ slide មួយទៀតពាក់ព័ន្ធនឹងការព្យាករណ៍ការលូតលាស់របស់អតិថិជនសម្រាប់ការករណីសិក្សារបស់គាត់នេះផងដែរសប្តាហ៍ទី1គឺ7នាក់នៅក្នុងមួយថ្ងៃខ្ទង់35%សប្តាហ៍ទី2 10នាក់នៅក្នុងមួយថ្ងៃអាចបានដល់50%សប្តាហ៍ទី3 13នាក់ក្នុងមួយថ្ងៃ65%សប្តាហ៍ទី4 15នាក់ក្នុងមួយថ្ងៃ75%សប្តាហ៍ទី5 20នាក់ក្នុងមួយថ្ងៃហ្នឹងគឺជាគោលដៅរបស់គាត់អញ្ចឹងយើងគោលដៅរបស់គាត់គឺ100%គឺស្មើនឹង20នាក់បាទយើងមើលនិន្នាការប្រាក់ចំណូលក្នុង4សប្តាហ៍នៅក្នុងរយៈពេល1ខែយើងឃើញសប្តាហ៍ទី1មានការកើនឡើងអតិថិជនសប្តាហ៍ទី2អតិថិជនកើនឡើងសប្តាហ៍ទី3ទី4អតិថិជនកើនឡើងការកើនឡើងនៃចំនួនអតិថិជននាំឲ្យចំណុចស្រង់ដើមរបស់គាត់កាន់តែគៀកបង្កើយមានន័យថាកាន់តែរួចខ្លួនគាត់អាចយករកផលចំណេញបានបាទជាបន្តទៀតសំណួរសួរថាតើតារាគួរឬមិនគួរបើកហាងកាត់សក់នឹងបើសិនជាគួរប្រសិនបើគាត់អាចគ្រប់គ្រងចំណាយបានល្អនិងមានយុទ្ធសាស្ត្រទាញម៉ូយបានល្អលើសពី14នាក់ក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃអានឹងគាត់គួរអាចបើកបានបើមិនគួរបើសិនជាទីតាំងមិនល្អគ្មានអតិថិជនគ្រប់គ្រាន់ខណៈដែលចំណាយហាងនិងការបង់ធនាគារនៅតែបន្តជានិច្ចមានន័យថាខាតដូច្នេះគាត់មិនគួរទេបាទការទទួលបានប្រាក់ចំណេញតើយើងចំណេញនៅពេលណាយើងទទួលបានប្រាក់ចំណេញពិតប្រាកដក្រោយពេលដែលយើងទទួលបានដើមទុនត្រឡប់មកវិញទាំងស្រុងចំណុចនេះខ្ញុំនឹងលើកយក break even point ជាចំណុចរួចខ្លួនឬក៏ចំណុចស្រង់ដើមឬក៏ចំណុចស្មើដើមជាចំណុចដែលអាជីវកម្មមិនខាតហើយក៏មិនចំណេញបានន័យថា
ការការចំណេញគឺស្មើនឹង0តាមសមីការចំណុចស្រង់ដើមស្មើនឹងចំណូលសរុបស្មើនឹងចំណាយសរុបគឺស្មើនឹងចំណេញស្មើនឹង0នឹងឯងបាទជាបន្តក្នុងករណីសិក្សារបស់គាត់នេះការវិភាគគណនាប្រាក់ចំណេញខាតរបស់គាត់ខ្ញុំនឹងធ្វើនៅភាគទី2បន្ទាប់ពីនេះបាទសូមអញ្ជើញបងប្អូនទស្សនាភាគទី2ជាបន្តទៀតបាទសូមអរគុណសូមជម្រាបលា